ខែ5ឆ្នាំ1908គួតសំរងស្រកសូត្រនិគមខេត្តសៀមរាបសំរងសៀមរាបស្រុកកំណើតជាស្រុកកំណើតរបស់ខ្ញុំបាទហើយកាលខ្ញុំនៅពីតូចខ្ញុំអាយុ13ឆ្នាំខ្ញុំរស់នៅខេត្តសៀមរាបរស់នៅខេត្តសៀមរាបបានរយៈពេល2ឆ្នាំចាប់ពីឆ្នាំ93 95ខ្ញុំត្រឡប់ទៅស្រុកកំណើតវិញដោយសារកាលនោះជីវភាពរបស់ខ្ញុំនៅក្រីក្រឡើយខ្ញុំដើររើអាចគូនៅពលានយន្តហោះខ្ញុំដំណាំមកទេហើយខ្ញុំបាននេសាទត្រីនៅតាមសសិនគូវត្តដាក់ស្ទួយរាយដើម្បីយកត្រីទៅលក់ឲ្យខាងប្រទេសទាហានហើយពេលនោះខ្ញុំបានរៀននៅថ្នាក់ទី1បាទអាយុ13ឆ្នាំថ្នាក់ទី1ពេលដែលបងខ្ញុំឡើងទៅធ្វើសង្គ្រាមគាត់ក៏បញ្ជូនខ្ញុំត្រឡប់ទៅផ្ទះវិញ ទៅស្រុកសំរងខេត្តសៀមរាបហើយទៅធ្វើសង្គ្រាមនៅសៀមរាបយើងកាលពីឆ្នាំ93ឡើងខ្ញុំបានត្រឡប់ទៅផ្ទះវិញខ្ញុំបានចូលរៀននៅថ្នាក់ទី2នៅផ្លោះថ្នាក់ And then his brother left to go to the homeland and then he started again
ពេលនោះខ្ញុំបានរៀនថ្នាក់ទី2នោះខ្ញុំអត់មានសាលាស្អាតដូចសាលាស្វីតឡើយគឺខ្ញុំរៀននៅក្រោមដើមឈើដើមចន្ទ្រៃបាទ During that time when he moved to his homeland, he's in the platoon, and that time he didn't school. He studied under the tree, slightly too young. ពេលនោះការរៀនសូត្ររបស់ខ្ញុំពេលដែលរៀនក្រោមដើមចន្ទ្រៃទៅសាលាយើងមានការសាងសង់ថ្មីសាងសង់សាលាឲ្យថ្មីគេរើទៅគេឲ្យយើងរៀនដើមចន្ទ្រៃពេលនោះផ្លាស់ពីដើមចន្ទ្រៃទៅរៀនលើរោងល្ខោន When he moved from the school is under the tree, and then we moved to the school. We call us like a rest house. Study in the rest house. It's not play school. It's a house. ខ្ញុំបានពេលនោះខ្ញុំពេលដែលរៀនលើរោងល្ខោននោះខ្ញុំមានអារម្មណ៍ថាខ្ញុំនេះមានការសប្បាយចិត្តព្រោះបានទំបូលប្រក់រៀនក្រោមដើមចន្ទ្រៃវាខែភ្ជុំទៅមេឃប្រែអត់មានណាសភៅដែលល្អគឺលហែកសភៅព្រោះទឹកភ្លេងប្រែក្តារឈ្នួនរិចហើយពេលនោះខ្ញុំបានរៀនដល់ថ្នាក់ទី6ខ្ញុំបានចូលប្រឡូកនឹងវិស័យសិល្បៈប្រឡងខាងសិល្បៈ He studied until grade 6 and then he's become like an artist something like dancing ប្រឡងបានជាប់ចំណាត់ថ្នាក់លេខ1ប្រចាំខេត្ត Number 1 in the province ពេលនោះទៅប្រឡងនៅខាងភ្នំពេញខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ3 And then it's like the national contest so he also went in London and then it's become number 2កាលនោះបើគេបាននិយាយថាបើសិនណាយើងជាប់ចំណាត់ថ្នាក់លេខ1យើងបានទៅលេងប្រទេសបារាំងបើសិននៅជាប់នៅទីក្រុងភ្នំពេញប៉ុន្តែយើងបានជាប់ចំណាត់ថ្នាក់លេខ3យើងអាចបានទៅលេងនៅប្រទេសបារាំងបានលុយម្នាក់$10មកវិញ Become the best one, number 1, so they will send him to the visit Paris. But he has only get number 3, so they give him $10 back home. ពេលត្រឡប់មកវិញខ្ញុំបានរៀនធ្លាក់ដោយសារតែខ្ញុំនេះចូលលោកក្នុងវិស័យសិល្បៈ
បានប្រឡងធ្លាក់ថ្នាក់ទី6ហើយពេលនោះលោកគ្រូគិតក៏ភាសាគ្នាឲ្យខ្ញុំឡើងថ្នាក់វិញពីព្រោះការរៀនសិល្បៈយើងអត់មានពេលសិក្សាចឹងគិតឲ្យយើងឡើងថ្នាក់វិញ And then he come back and then he studies it's not good and then he fell and then teacher talking each other and then put him to be number grade 7 not grade 6 but teacherមកព្រោះការសិក្សារបស់ខ្ញុំកាលនោះវាមិនមែនថាខ្សោយទេដោយសារយើងអវត្តមានច្រើនបាទច្រើនគឺគេឲ្យយើងត្រួតថ្នាក់ហើយពេលខ្ញុំបានរៀនដល់ថ្នាក់ទី7ដល់ចូលដល់ថ្នាក់ទី7បានប្រឡូកខាងកីឡាទៀតកីឡាប៉ុន្តែកីឡានោះអត់បានប្រកួតនៅក្រៅខេត្តទេប្រកួតក្នុងស្រុកហើយចប់ពីថ្នាក់ទី7មកខ្ញុំរៀននៅអនុវិទ្យាល័យសំរងកាលនោះអនុវិទ្យាល័យសំរងកាលនោះពិបាកដែរសាលាកាលនោះវាថ្មដែរប៉ុន្តែវាអត់មានពេញលក្ខណៈជាថ្មវាឲ្យរៀននៅក្នុងវត្តកាលនោះរៀនក្នុងវត្ត Yeah, when he's in grade 7 his school is better he studies in the Pagoda study in Pagoda it's getting better ប៉ុន្តែឥឡូវនេះគិតនៅសាលានោះគិតបានបង្កើតថ្មអស់ហើយហើយខ្ញុំហើយបានជិតដល់នៅសៀមរាបតាក់ទងនឹងសាលាស្ពីក្លឺហើយបានជាមានចំណែកនៅក្នុងមូលនិធិសាលាស្ពីក្លឺបាទនៅមានចំណែកការដែលខ្ញុំត្រឡប់មកនៅសៀមរាបក៏ខ្ញុំរៀនអនុវិទ្យាល័យនៅដំដែកចប់ខ្ញុំមានគំនិតថានឹងមកសៀមរាបវិទ្យាល័យមកសៀមរាបទៅមកសៀមរាបមករកការងារធ្វើហើយខ្ញុំធ្វើការងារជាមួយកូរ៉េជាមួយអ៊ីតាលីនៅឆ្នាំ2005 2004ឆ្នាំ2004 we moved back to the Siem Reap city វារលួយរៀនបន្តប៉ុន្តែដល់ពេលខ្ញុំមកចាប់ដើមបង្ហាត់នៅផ្ទះទៅខ្ញុំគិតថាបង្ហាត់ឲ្យសម្រាប់យកលុយពីក្មេងមួយថ្ងៃម្នាក់100ដើម្បីយកលុយទៅរៀនបន្តវាអត់បានទេចាស់ហើយបាទសាលារៀនជប់ធ្វើណាឥឡូវរើចោលហើយ When he came to city the highway he touched the children there and the children paid him 100 នៅក្នុងភូមិពេលនោះរឿនសរឹត
cất mò tên nệ tên nông nhom nệ tên nông nhom rớt nâu cô ta cất ông ca nè anh cốt không mình cô cất cái oi nhom nó bà hấp đâm bay oi bạ khe nhom mà khe phây đó là mà cất oi nhom mà phây là cất ông ca anh cốt không mình cô thì là hai tên nó cái bông ở bên hạt tới cái sập cái khơi thì rến mấy cái mà cái chỉ một tô chứ tới cái chọc nói cái mẹ cái mông rô cái lên bạc xà la cái rô lên bạc xà la tới khang phúng của cái ban râm tờ mưa đầy mà cái lên đầy nó cực tục sầm rập chùa ở tục mình tục rập chùa lấy tục thôi chỉ tia ở tục thôi chỉ tì pet vớt rồi có salarium mà sà la nó phải để chập đầm nó phải để chập đầm co sang sà la nó miền địa phùng cái châu rùm chui co sang sà la nó về cái chui sang song rồi bà chừng nuôi mù thị cái nè chuối hay nè phúng cái chui thôi tầm bồ thôi sà la rồi sà la nó chập đầmเกิดในឆ្នាំ2005រំដល់ឥឡូវនេះដល់8ឆ្នាំហើយ8ឆ្នាំហើយការធ្វើការងារក្នុងនោះគឺខ្ញុំសប្បាយចិត្តនឹងធ្វើការព្រោះខ្ញុំចូលចិត្តការងារវិស័យអប់រំHe's working with the school. But during that time, he teacher too. He teach chokpe na yung pagba ng chokriyan. Chokpe? Chokriyan. Amon sa lain ng chokriyan. Perinti ha? Perinti na sa people. People Bombay. People Bombay. So he teach 2008. And then put him in the office.
cao nó phải riêng được nặng tí pi was interested to what does he want to see for the future of the students in the school? សង្គមថាក្មេងៗអនាគតទីគិតថាអនាគតរបស់វាយ៉ាងម៉េចដែរបើសិនអត់សាលាឬមួយក៏មានសាលាវាអាចរៀនទៅដល់នៅក្នុងទីនោះដូចឃើញស្រាប់ហើយបើសិនតែអត់មានសាលានោះទេក្មេងក្នុងការសិក្សារបស់វាដូចខ្ញុំជាដើមខ្ញុំអាយុល្20 23ឆ្នាំបានខ្ញុំរៀនចប់ថ្នាក់ទី12ណាចឹងបើសិនគ្មានសាលានោះទេគឺក្មេងគឺដូចខ្ញុំព្រោះគេអនុវិទ្យាល័យគេ10ឆ្នាំជាងគេចប់វិទ្យាល័យបាត់ហើយណាលើណា It said if normally 10 or 11 years old is the finished primary school. Like him, he studied late. He said that if there is no school, maybe children around that area cannot finish the primary school. បានឃើញស្រាប់ហើយនៅក្មេងយើងថ្នាក់ទី8ទៅទី8ឡើងទី9ឆ្នាំនេះខ្លះអាយុ20ជាងហើយគឺ20ក៏មានបាទ Flying get into in charge 2 or 3 boys What is your hope for the future of the students that are in the school now? សង្គមថាក្មេងៗសម្រាប់អនាគតរបស់កំពុងតែរៀនក្នុងសាលាគឺថាល្អដែរអនាគតរបស់វាព្រោះក្មេងខ្លះបើសិនតែគ្នារៀនទៅគ្នាមានអនាគតល្អតែអត់រៀនគឺអនាគតវាអត់ល្អបើសិនអត់សាលាគឺអត់ល្អបាទព្រោះឃើញស្រាប់អាយុនៅក្នុងភូមិនោះបើសិនអត់សាលាគឺអត់ទៅរៀនហ្មងបាទ He said if there is no school there, the kids don't go to school. I mean like the ones that do go to school. Like after they get through all their school and graduate, what is the hope that they will take away from it, or what kind of jobs do you think that they'll be able to get after they have all their education? All education. Good time, playing a really talking to the I suit all so I know ការងារវាក្នុងមួយចំនួនវាខ្លះចង់ធ្វើគ្រូខ្លះចង់ធ្វើពេទ្យចង់ធ្វើពីខាងការងារផ្សេងតាមហូតែលខ្លះចង់ I know that
តែឃើញគេធ្វើការនៅអូតែលឃើញសាច់ឈាមគេភ្លឺថ្លាឃើញសស្គុះស្គុះជានៅក្នុងម៉ាស៊ីនត្រជាក់ចឹងមានអារម្មណ៍ចង់ធ្វើ said some children were working in the hotel. Yeah. He said most people who work there, like when they come to home, it's like different before they work. Yeah. So before they work and during they work, even the body also change. Also body change. So he said most people who live in the area, they work like in the hotel or in the as the construction worker. What's one of his favorite stories about the student? Men Jung is some kind of these alive, these group of these people, Asian monkeys and kind. ខ្ញុំមកសំខាន់គឺសាលា Spitler តាំងពីដើមមកយើងឃើញថាសាលា Spitler មានសិស្សតែ60នាក់ទេតែដល់ពេលដល់ឥឡូវនេះគឺមានសិស្សកើនដល់ទៅ520នាក់បាទហើយសិស្សមានអាហារូបករណ៍មានចែកវ៉ាន់ចែកអីវានោះល្អ He said first year of school is only 60 students, and then now it's become 520 students, and also there are some students they have a scholarship, and some students when they graduate from the grade 6 they get a bicycle or money. Okay, I think that's good. Thank you.
Hello, how are you? My name is Sumna. I am that was born on 5 September 1981. I had that of last in Kampung Thom province. My father is a farmer. I have young brothers, 5 people. I go to study on the 1987 and finish Badung degree on the 1999. I go to training, teacher training on the 1999 and finish on 2001. Okay. My doctor I have my doctor first on 2001 at Kampung Thom province. I relate to Siem Reap on 2005 and go to study on university on 2005. Yes. I go to work in Spitler School on 2007 to in here. Yes. Thank you. Why did you want to help children to teach? Ở đây bạn tiền mong trong chui mấy phần về này. Bisa selatita miana multi dan rungwam di bote chilse miana nak dak nom lo hay chit nuk chat bao giờ chilse tinu cứ dương trong chui kuman ở tinu ở miền Trung này đang đối kuman ở Tây Tiết nơi không thể Campuchia năng người quốc lộ này. Foundation is very, very strong. So we know that the school will be going until forward. The school will keep going forward. Is this his first teaching job, or was he a teacher? God, Monday, parade. There's a lot of people about to go along. Chúng tôi kru tapi mun salah sekitar bahar. He's also a teacher before the What are some of the differences from those last
someplace near my name, probably oneចំពោះសាលាស្វីតឃ្លើនិងសាលាផ្សេងខុសគ្នាត្រង់ថាសាលាស្វីតឃ្លើគឺយើងអប់រំផ្ដល់ចំណេះដឹងទៅដល់កុមារដោយមិនគិតអំពីកម្រៃឬក៏អត្ថប្រយោជន៍ផ្សេងគឺមានន័យថាយើងដល់ការអប់រំទៅដល់ពួកគេ100%តាមណា Is a different as compared to the school before he came to teach in hospital school. So in the school, you have real education and a lot of support to the children. So from the school, some students have to pay late price especially, and the school is completely children nothing to pay. That is this way so it's different. Chị tôi tới rì cho mùi ca mùi rìn của mà chị sẽ ca mùi rìn ở bên nhưng mà ca chị krong. He said there's work at school. Oh. In the school or was it group in the class? Oh, Lon. That's the thing. Không như là Lon ta nhầm vừa một ngược một lần. Selalu ban upatham rasa chú trường sampai saksa. Waktu jauh sunainya. Yang hai yang mikro thak rasa salah itu ban chui oi pram $1,000 chui sukro. Sunai. Thak cara cho. Ba. You have a motorbike cross and the school lending $1,000 so what was the problems? His motorbike. But old people pay him, Atta. Motor to nhom to mùi thì cái rượt lòng phạt và cái rượt lòng cắt nó. Oh, he drove motorbikes. Cross races like that. From He drove motorbikes. Hij brought him with slaven. slap. What was the problems with medical or get in trouble with the government or did
lôi như thế. Lôi nó vô ta ao song kì bằng ở kì. Well, that is money is the dead person, the family, that you just need that money to take this money for funeral. So the money, all the $1,000 went to the kid for the family, the person who died, and then they used that money for what's his relationship to the school. And then, you mean him or is he involved in the school? Me and them let them know the movies, the last was nói hai đây bằng chỉ có một cái hai đây trong tạo cái này đơn lan Bạn đừng đòi cả sắp sai rồi kruum riêng rồi sẽ là nó tam rồi dễ lúc bật thiên hay dựa rôn cả bị muốn kru sao dình dựa rôn tới và nhóm vô bệ mà đạn cho So, he applied on the teacher after enslavement. So in that time he's a wise, peaceful, after a sudden told him that the school needs a teacher, so he knows that he applies to be a teacher, so from the slave but in Motier, 2000. buộc chỉ tu tới được không? Yeah, in primary school, mostly we teach in general. Min one Motier. Miền nà buôn mụ chỉ Yeah, it's 4 subjects, so we teach more than 4 subjects. It's only one teacher. Normally in the primary school, we usually one teacher. In the first school, we use 4 or 5 teachers. Does he have a specific grade that he teaches? And then, the main kind of reading that, và nhóm khang dùng như cứ kru krop khang krop từng tầm đó yeah. Min, những trong như tha, min phức hạt biết khai từ chỉ kru nó khang krao để mình có chết vào đi nè bro. nhóm bởi vì cái chạy bởi vì nó cho anh chạy bị ra krop bà sa nó chạy bởi vì He used to be a training teacher. And also he's not from the state. There's some
កាលពីជំនាន់បើនិយាយពីជំនាន់លន់មុលអូនឬក៏ចាប់ពីបច្ចាតាំងពីឈប់រៀនទៅខ្ញុំនៅភ្នំពេញហើយខ្ញុំធ្វើការនៅ DN Defense National ចាដល់ពេលទៅគេពលពតចូលមកខ្ញុំក៏ជម្លៀសចេញមកដល់ជម្លៀសចេញមកខ្ញុំបានទៅនៅជំរុំចាដល់ខ្ញុំទៅនៅជំរុំមុនដំបូងចា Studies during the lunar weekend. Lunar weekend is supported by the camp. So in the camp she lives in Memphis. And then when the Khmer came to power, he moved to the warden. Refugee camp. Đó rồi tới nhóm tên này chùm rum chuyên phi luôn tên này chùm rum chuyên phi luôn một năm bốn nhóm Rosi tinh bò thái dùm luộc không chùm rum đó về này tới kia có chập ở đàm oi dương kia rớt chỉ kru mừng riêng hay nâng phết một lực phết mình bốn nhóm thàn đặc biệt châu hàng phết bàn tay nhóm đặc mình chópก็ยมมาโจข้างกรุงเรียนวิ่งแล้วยมจ้าในจุมรุม So when she moved to live there and the people that they meet the teacher actually she liked to be a nurse. But unfortunately, she applied, she failed, so that is why she applied again to be a teacher and then she passed. So she became a teacher at the weekend. បានខ្ញុំបានចូលធ្វើគ្រូខ្ញុំបង្រៀននៅសាលាខាងនេះខាងរិទ្ធិសែនគេដាក់ឈ្មោះរិទ្ធិសែនដល់ពេលហើយខ្ញុំក៏បង្រៀននៅនឹងបាន2ឆ្នាំក៏ខ្ញុំទេផ្លាស់មកនៅជំរុំនងច័ន្ទដល់មកនៅជំរុំនងច័ន្ទខ្ញុំបង្រៀនបាន5-6ឆ្នាំAs I told you, there are Soren camp, but she lives different camp. From this she lives in Riverside, she teaches there for 2 years, and then she came to the camp where used to live in, called Northern Camp. Really all she lives there, so she's become a teacher permanent at the camp. ដល់ខ្ញុំនៅបង្រៀននឹងបានប៉ុណ្ណឹងឆ្នាំខ្ញុំក៏គេប្រវល់ឲ្យមកបង្រៀននៅសាលាសៃប៊ីវិញសាលាសៃប៊ីហ្នឹងជំរុំសម្ដេចឪដល់ខ្ញុំមកជំរុំសម្ដេចឪបានខ្ញុំបង្រៀនចប់រហូតដល់គេមេត្តាភូមិវត្តចូលស្រុកខ្មែរវិញ She teaches there and then she moved to another camp. Another camp until 1991, and then they repatriated all the refugee people from the camp into Cambodia, and then she moved to Cambodia from that time. What does she remember about Soren as a child?
នៅគ្រូឲ្យចាំសរិនដោយរបៀបណាថាសរិនជាកូនសិស្សចាកាលហ្នឹងបានខ្ញុំចាំមុខគាត់ព្រោះវានៅគាត់រៀនវារៀងធំហើយដែរចាក៏ដល់ហើយគាត់មិនប្លែកមុខគាត់ទេប៉ុន្តែវារៀងប្លែកបន្តិចដែររៀងដូចខ្ញុំឃើញគាត់ខ្ញុំអត់តាន់ហ៊ានហៅគាត់ទេប៉ុន្តែគាត់ចូលនាំភ្ញៀវចូលក្នុងថ្នាក់ខ្ញុំបានគាត់ថាដែលសរិនរៀនណាថ្នាក់ទី4មុនបងថ្នាក់ទី3អ្នកគ្រូនឹងគាត់ឆ្លងទលេទៅក៏ខ្ញុំចូលជំនួសគាត់ថ្នាក់ទី3ពាក់កណ្ដាលឆ្នាំហើយដល់ឆ្នាំក្រោយឡើងសរិនឡើងថ្នាក់ទី4ក៏ខ្ញុំបង្រៀនថ្នាក់ទី4ពេញមួយឆ្នាំនឹងជាមួយគាត់ហើយបានគាត់ឡើងថ្នាក់ទី5ផុតពីខ្ញុំទៅ So she knows Soren. Yes, he used to teach Soren in grade 3 and grade 4. In that time, Soren sees already recognized recognized him after repatriated back to Cambodia, and then Soren he was trying to teach to her class. I forgot to ask her. The class in Siem Reap, and then she just looked at Soren from top to the bottom, or maybe she recognized Soren, and then Soren asked, and then she told each other with them, and then you know that Soren got student. That was so really bad kid. Ganang Sorenជាក្មេងយ៉ាងមិនដែរគាត់អត់អីទេក្មេងគាត់ល្អចាគាត់ល្អគាត់មើងម៉ាត់ក្នុងការរៀនសូត្ររបស់គាត់ណាហើយគាត់មិនសូវជាផ្លេតផ្លាតជាមួយមិត្តភ័ក្តិណាប្រហែលទេគាត់ធ្វើអីគឺគាត់អំណត់ការងាររបស់គាត់ចា What do I say? He's like I don't know the English word exactly, but he know about what he want to do. Like to be a student or to teach something like that. Like a strict or strong or anything like that. គាត់រៀនបានល្អតាគាត់រៀនគូមកគាត់ដែរណាល្អណាស់ណាទេព្រោះក្រុមគ្រួសារគាត់យើងនៅជំរុំវាអត់សូវជាបបូមហើយគាត់មានការខ្វះខាតដូចតែគ្នាអញ្ចឹងណា ប៉ុន្តែគាត់អំណត់ការងារគាត់អំណត់ការសិក្សារបស់គាត់ណាគាត់រៀនអត់ដែលឈប់ទេ គាត់រៀនខលខូច7វោបន្តិចពីក្មេងចាដល់ Why does she still continue to teach? And then when they go away, you know that they all told you. ព្រោះអីយើងវាកាន់អាជីពនឹងយូរណាស់ហើយប៉ុន្តែអាការបង្រៀនគឺវាមានសេចក្តីស្រឡាញ់ចំពោះក្មេងតែយើងចង់ឲ្យក្មេងហ្នឹងវាមានការចេះដឹងទៅមុខទៀត She like teaching since she stopped at the camp.
So when the fancy come to Cambodia in 1991 and 1991, but she still had feeling to be a teacher till now, still a because she know that the kids in Cambodia, most of the kids cannot go to school, so if she doesn't want to be a teacher, maybe a student also don't want to study teacher. That's why she tell me, what is it about the Spiller School that she wanted, other than Saran, what does she love about the Spiller School compared to some of the other schools that she has taught? Anh cô ai tiếp tiếp sala speaker hay này sala pihona sala anh cô riêng bọn ấy nấu nát thì cũng នៅក្រវ៉ាន់ នៅប្រវត្តិនឹងតើវាខុសប្លែកនេះយ៉ាងណាទៅ ចាវាបើនិយាយទៅខាងសាលាអង្គការវាល្អជាងសាលារដ្ឋព្រោះកាលណាសាលារដ្ឋវាមិនសូវមានការក្តោបក្តាប់មើលម៉ាត់ល្អទេព្រោះដូចយើងនៅសាលាអង្គការយើងមានការអំណត់ការបង្រៀនគឺយើងទម្លាក់គោលដៅទៅលើសិស្សដើម្បីឲ្យចេះបើនៅសាលារដ្ឋគេមិនសូវទម្លាក់គោលដៅហ្នឹងឯងគេដូចតែប្រឡែងគេចង់បានតែចំនួនច្រើនដើម្បីចប់ប៉ុន្តែមើលសាលានៅអង្គការយើងនេះតាមសិរិនគាត់មានគំនិតកាលប្រជុំម្ដងឯងគាត់ថាគាត់សង្កត់ខ្លាំងគឺចង់ឲ្យតែក្មេងបានចេះតែម្ដង In total, she also teacher at the school. In total, the state school and the Spindler school is we call also so state school, my teacher go to teach not regularly, sometime often, and the teacher in the organization by the Spindler school. Also, 36 teachers always go to school on time, teach on time, continue, and the quality different too. The state school, not good quality, and organization, Spindler school is good quality because we very strict to the students and how is she seeing the country change since the from the parts where she left and she came back when everything was a little bit safer? Tôi cô cứ thà khóc lên dạo mấy tăng thì muốn mai hòm chỗ hồ đọt mai hòm chỗ hồ đọt này cô cho nó chụp gốm hồ đọt cái lọc màu quỳnh ta vì khóc lại như vậy mà đã sẽ thả một chuyện sụp lại ចាគឺខុសប្លែកច្រើនតែម្ដងគឺខុសប្លែកច្រើនចាដូចថាយើងនៅរស់នៅក្នុងសង្គមខ្មែរក្រហមគឺសង្គមរបស់គាត់គៀបសង្កត់យើងចាដល់យើងមកសង្គមនៅក្នុងជំរំសេរីដែរប៉ុន្តែក្នុងការ
ក្មេងរៀនមិនមានទីកន្លែងច្បាស់លាស់ទេដូចថាវាមានការវាយការរត់ការលូនអញ្ចឹងវាមិនសូវជាបានរៀនក្មេងបានដិតដល់ទេហើយណាមួយគ្នាអត់ណាយើងរស់ស៊ីក៏អត់មានបានចេញទៅរស់ស៊ីខាងក្រៅយើងរស់នៅតែក្នុងជំរំអញ្ចឹងឪពុកម្ដាយគ្នាខ្សត់ខ្សោយចង់ឲ្យតែកូនទៅរកអស់ទៅរកស្អីខ្សោបគ្រប់ទៅគ្នាបានដូចថាអជារបស់គ្នាអត់សូវបានសិក្សាដិតដល់ទេ So she says so different even before the Khmer came to power and during the Khmer came to power is compares the place where she used to live at the camp completely different because the Khmer camp was under pressure. Tell the people to work really hard and at the camp is democracy place. So the people really want to go to school, but it's the war has always changed the place from one year to another year. I told you already, yeah. So study this place one year and then when it's war and then we go to another place about 10 kilometers and then study again the same class and then so completely different. Now from 0 to 10. How important is she? How important is education to her? เป็นดูวิชาการอบรมมีสำคัญอย่างไรได้สำหรับចាការអប់រំវាសំខាន់សម្រាប់ដូចថាយើងដើម្បីបំភ្លឺផ្លូវដើម្បីដឹកនាំផ្លូវដល់ក្មេងដើម្បីឲ្យវាបានយល់ដឹងនៅអ្វីដែលយើងរដ្ឋាភិបាលយើងចង់បានតែយើងចង់បង្រៀនឲ្យក្មេងបានចេះដឹងឲ្យច្រើនកុំឲ្យវាអវិជ្ជាចឹងកាលណាបើអវិជ្ជានៅក្នុងសង្គមរបស់យើងគឺវាថោកទាបណាស់តែបើសិនជាក្មេងបានចេះដឹងច្រើនគឺវាការអប់រំរបស់យើងក៏កាន់តែល្អបើយើងអប់រំបានល្អនោះសង្គមរបស់យើងក៏កាន់តែល្អរីកចម្រើនដែរ So if the children have education plenty of children education and societies and the government is also changed if everyone go to school and then everything also change. Yes. and where were they what they became? Probably somewhere who probably cheaper one crew drop the tomato or Clyde David crew. ចាការលើនៅពីកុមារភាពគឺខ្ញុំមានការលំបាកខ្លាំងមែនទែនកើតនៅណាខ្ញុំនៅបាត់ដំបងនៅកំណើតនៅបាត់ដំបងកាលណាដែលខ្ញុំកើតនៅបាត់ដំបងមកដល់ឪពុកខ្ញុំក៏ធ្វើទាហានអញ្ចឹងអ្វីដែលយើងរស់នៅក្នុងជីវិតរបស់មនុស្សទាហាន
គឺមានការវិបាកណាស់គាត់មិនដែលបាននៅជាមួយនឹងយើងជាមួយនឹងប្រពន្ធចប់ទេគឺគាត់តែងទៅនៅទីព្រីបាត់អញ្ចឹងវាមានការមានផលវិបាកសម្រាប់ខ្ញុំរៀននៅជាមួយម្ដាយចេញពីម្ដាយមករៀនបានបន្តិចរត់មកនៅជាមួយជីដូននៅបាត់ដំបងរៀនបាត់ដំបងទៀតបានខ្ញុំម្ដាយខ្ញុំគាត់ថាកុំឲ្យទៅវិញអីព្រោះអីកាលណាបើទៅមកយើងត្រូវខាត់រៀនអញ្ចឹងខ្ញុំខំតស៊ូរៀននៅបាត់ដំបងហើយរៀនហ្នឹងនៅជាមួយនឹងម្ដាយមីនៅជាមួយជីដូនគេមានការប្រើប្រាស់យើងឲ្យយើងធ្វើស្រែឲ្យយើងទៅឃ្វាលគោអញ្ចឹងអ្វីដែលខ្ញុំការសិក្សារបស់ខ្ញុំគឺវាពិបាកមែនទែនចា She born in Luxembourg. She said her life so hard. She lives with her mom and she had a program and then she moved to live with her grandmother. Her family, I mean her parents, especially her father, he was a soldier. So it's like one family, there is no father, and the children is only Slovenia. So it's always whatever they like, they can do everything. That is why her life so hard. She's always moved from her mother to live with her grandmother. ដល់ដូចទៅបានខ្ញុំរៀនរហូតដល់ខ្ញុំចូលថ្នាក់ទី3យើងចំនួនដើមអូនឡងឌីប្លូមយើងចាចំៃសៀនុឆ្នាំ1969ហើយខ្ញុំបានប្រឡងទៅប្រឡងធ្លាក់ឡងឌីប្លូមធ្លាក់ដល់ឡងឌីប្លូមធ្លាក់ខ្ញុំក៏ឈប់រៀនចូលម្ដាយក៏គ្មានលទ្ធភាពជួយជីដូនខ្ញុំក៏គាត់ចាស់អញ្ចឹងអត់មានលទ្ធភាពអញ្ចឹងខ្ញុំឈប់ខ្ញុំធ្វើការសំណង់ដល់ខ្ញុំធ្វើការសំណង់ទទួលម្ដាយខ្ញុំគាត់រកការងារនៅភ្នំពេញហើយអញ្ចឹងកាលហ្នឹងចំនួនហ្នឹងវារៀងយើងអញ្ជើញជួលខ្លះណាអូនណាយ៉ាដល់ហើយមានខ្មែរក្រហមតាមជាយភូមិទាជាយខេត្តខ្លះហើយកាលហ្នឹងខ្ញុំក៏មកដល់គេឲ្យខ្ញុំចូលទៅធ្វើទាហានធ្វើទាហានដល់ខ្ញុំចូលទាហានទៅខាងរោងចក្រគេធ្វើក្របកំភ្លើងចាអញ្ចឹងទៅស្ទឹងច្រាលណាអូននៅពីនិលស្ទឹងច្រាល She said she fell the exam. ក៏ធ្លាក់បឋមសិក្សាក៏ចូលឡងធ្លាក់ diploma ចា diploma she fell she did the exam she failed the exam in the middle school and then she decided to work she worked as the house builder, but it's not big, it's like construction work or something like that. Yes, very low job. Very low job. It's too long. ដល់ពេលអញ្ចឹងទៅខ្ញុំក៏
មកធ្វើគេវាយកន្លែងស្ទឹងច្រាល់ហ្នឹងយើងធ្វើឲ្យកើតក៏រត់មកភ្នំពេញមកធ្វើការនៅភ្នំពេញរហូតទៅដល់ខ្មែរក្រហមគាត់ចូលហ្នឹងទៅ They grew spawn your man, young being with the runway. រៀនថ្នាក់ទីប្រមាណ She died, they grew with no salon. នៅសាលានងចាន់ហ្នឹងទៅម្ដងចា Spawn your man. កូនសិស្ស Didn't know that. វានិយាយទៅកូនសិស្សវាច្រើន No kind of some type like more like the man who had no ចា no job. អូអញ្ចឹងខុសគ្នាអូន ចា ស្រីនៅនោះហើយខ្ញុំប្រាប់ម្នាក់វិញ អូខ្លះប្រហែលជាខ្ញុំផ្ទេមិនដែរហើយចាចាចាអញ្ចឹងវាសាលាខុសគ្នាអូនសាលានៅជើងភ្នំខ្ញុំសាលាខាងនេះចា ថ្ងៃចាំមាន5នាក់ ចារៀនទាំងអស់អូនប៉ុន្តែឥឡូវគាត់ឈប់អស់ហើយគាត់ចូលធ្វើការអស់ហើយ They already have a job. What's their job? Teacher, I'm going to die. កូននៅលីវទៅ2ប៉ុណ្ណឹងគេមានប្រពន្ធកូនទី1គាត់ធ្វើសំណងម៉ៅការសំណងកូនទី2គាត់បរាជ័យមួយហើយគាត់ខូចណាស់គាត់អត់និយាយបានអញ្ចឹងគាត់ទៅតាមតែគាត់ខ្ញុំណែនាំអីក៏បានដល់កូនទី3គាត់ធ្វើការហើយកូនទី2គាត់ធ្វើខាង01អំពូន First son, he works in private companies, mobile phone company, and another one who's like selling something to people who come and buy and build a house, like Merco or Creek or something like that. I don't know the English for it. That's really short, Young time, That's what that is. And the cold beat. And another shelter, just one of the shelter. កូន2ទៀតគាត់នៅលីវអត់តាន់មានគ្រួសារទេគាត់នៅធ្វើនៅសៀមរាបនេះឯងមួយទៀតនៅខាងខុកមួយទៀតនៅសន្តាគារចាស់ខុក Oh, there's another Prosper. ប្រុស Another son is Cook.នៅ SCC Oh, in FCC, yes, you know FCC? At the riverfront, Foreign Correspondent Club, he said, is it one of those?
So 3 boys and 2 girls. ប្រុសមកស្រីមក ប្រុស4ស្រី1 4 boys Yeah, bless you. My farm oh, jeez. Wow. So, I think we have what we need. Yeah. That's great. On phone then. ជម្រាបលាចា On the go try, but សេកសាន Okay. So, hold on 1 second. We're gonna let that go by. Okay. Water buffaloes. Chinese water. Japanese. Japanese. 2 of them. Okay. So, Cambodia or Cambodia is the name of Cambodia today, and the people living in Cambodia called Khmer, known as Cambodian today. Cambodian was the country that used to one of the kingdom or one of the empire in Southeast Asia for thousands of years. But during the war, we had